ថ្ងៃនេះបានមកឃើញផ្ទាល់ហើយទឹកធ្លាក់7ជាន់ពិតជាស្អាតដូចគេនិយាយមែនដែលជាទឹកធ្លាក់ដែលគេទៅតែរកឃើញថ្មីនៅនឹងទឹកដីជីផាតហើយបានមកសហគមន៍ជីផាតលើនេះក៏បានមកស្នាក់នៅនឹងរីសតទៅបើកថ្មីដូចគ្នាដែលនៅជាប់នឹងមាត់ទឹកជ្រោះបងប្អូនអើយស្អាតខ្លាំងមែនទែនទាំងទេសភាពទាំងការច្នៃប្រឌិតជាមួយនឹងសកម្មភាពកំសាន្តសប្បាយផ្សេងជាច្រើនមុខហើយសំខាន់បានមកលេងនៅកន្លែងនេះយើងបានភ្លក់នៅម្ហូបឆ្ងាញ់បែបធម្មជាតិនៅក្នុងតំបន់គេនឹងតែម្ដងបាទជំរាបសួរពុកម៉ែបងប្អូនសម្រាប់ការមកលេងនៅកន្លែងនេះយើងត្រូវជិះប្រមាណ210គីឡូម៉ែត្រពីភ្នំពេញប្រើរយៈពេលប្រហែលជា3ម៉ោងដោយឆ្លងកាត់តាមផ្លូវលំនិងមានការឆ្លងសាឡាងផងដែរហើយមិនដឹងថានេះជានិស្ស័យឬក៏ជាការចៃដន្យទេបងប្អូនដោយសារតែកន្លែងដែលពួកខ្ញុំបានមកគេងនេះមានឈ្មោះថាអនុសាឡោញតែច្រឡំថាពួកខ្ញុំលួចមកបើករីសតអីអញ្ចឹងណាឥឡូវនេះខ្ញុំមក check in បន្តិចសិនមុននឹងទៅបន្ទប់កន្លែងដែលខ្ញុំគេងនេះលក្ខណៈជា villa ដែលមាន private swimming pool ហើយមាន3បន្ទប់គេងអាចគេងបានពី10ទៅ12នាក់ស័ក្តិសមលក្ខណៈជាក្រុមគ្រួសារដែលមានសមាជិកច្រើនមិត្តភ័ក្តិអីមកជាក្រុមដឹងតែសប្បាយដោយសារតែនៅកន្លែងនេះធំរួមសុំជាមួយនឹងការកំសាន្តជាច្រើនដូចជាការជិះកង់មានទាំងកង់ធម្មតានិងកង់លក្ខណៈគ្រួសារបងអាចមកជិះលេងមកឆ្លាញ់សំខាន់នៅកន្លែងនេះមានកូនទឹកជ្រោះដែលមានសភាពទឹកឡើងថ្លាយងបងប្អូននៅជាមួយទៅឃើញកូនរុក្ខជាតិបៃតងឡើងស្អាតហ្មងមានប៉ុណ្្នឹងហើយគាត់ឆ្នៃបន្ថែមនៅកូនទឹកជ្រោះសពនិមិត្តជាមួយនឹងស្ពានឈើវែងកង់កវិចកវៀងកាត់ទៅតាមព្រៃអញ្ចឹងទៅបងប្អូនអាចមកដើរលេងហើយថតរូបបានស្អាតទៀតផងអត់ទៅសាមិនបានមកដល់តំបន់ព្រៃភ្នំហើយគាត់ចេះឆ្នៃប្រឌិតបាទធ្វើស្ពានឈើមានបាញ់ផ្សែងបាញ់អីអញ្ចឹងមកដាក់ភ្លើងពណ៌មកស្អាតខ្លាំងនៅអាហារដ្ឋានគេហ្នឹងគាត់រៀបចំជាសួនលីឡំជាមួយនឹងធម្មជាតិមានតោងជិះមានអីអញ្ចឹងណាឥឡូវក៏លេខមកមើល private villa ដែលខ្ញុំគេនេះគឺនៅជាប់នឹងទឹកជ្រោះអញ្ចឹងតែម្ដងណាហើយធំទូលាយមែនទែនចូលមកគេមានបន្ទប់ទទួលភ្ញៀវមានម៉ាស៊ីនត្រជាក់មានសាឡុងអង្គុយមានកន្លែងញ៉ាំបាយមានទូទឹកកកបាទហើយសម្ភារៈប្រើប្រាស់គ្រឿងចក្រានបាយមួយសេតសិតតែរបស់ទំនើបតែម្ដងណាហើយបើកន្ទប់គេងវិញមានរហូតដល់3បន្ទប់នេះបន្ទប់ទី1ក្រេ2បំពាក់ទៅដល់សម្ភារៈទំនើបស្អាតក្រេវិញពូខ្នើនិយាយថាប្រណិតបាទកន្ទប់ទឹកក៏ clean ទៀតទឹកក្តៅទឹកត្រជាក់ស្រួលអីមួយសេតតែម្ដងនិយាយទៅបំពាក់សិតតែរបស់ល្អហើយគេក៏មានបន្ទប់ទឹកក្រៅមួយផងដែរចំណែកខាងនេះវិញបន្ទប់ក្រេ1បាទបន្ទប់ក្រេ1គេនេះក៏ស្អាតដែរបងប្អូនទាំងបន្ទប់ទឹកទាំងអីនិយាយទៅមានភាពងាយស្រួលឲ្យយើងទៅចិត្តទេបន្ទប់នីមួយមានបង្អួយឬក៏ទ្វារកញ្ចក់បាទមានពន្លឺចេញចូលគ្រប់គ្រាន់ហើយបន្ទប់នេះវិញនៅជាប់ជាមួយនឹងអាងទឹកអញ្ចឹងយើងអាចចេញមកខាងក្រៅមកបងប្អូនហើយគេមានទីធ្លាអង្គុយលេងធំមែនតើវិឡាមួយមានកន្លែងអង្គុយលេងប្រារម្ភមើលទឹកជ្រោះហើយគេមានចង្ក្រានមានតុអីមួយសេតបងប្អូនមានតែខ្លួនមកលេងកន្លែងនេះដឹងតែសប្បាយហើយដូចផ្ទះយើងនៅអញ្ចឹងបាទចង្ក្រានចានឆ្នៃគឺមានមួយសេតកន្លែងរៀនហាខាងមុខគេនេះគេមានធ្វើជាសំណាញ់លយទៅខាងមុខអញ្ចឹងបងប្អូនយើងរៀបចំឲ្យបានសានមកដាក់ថតរូបចេញមកដឹងតែពេញចិត្តហើយអ្នកដែលចូលចិត្តថតរូបស្អាតៗមកកន្លែងនេះគឺមិនខុសបំណងទេមកបានសប្បាយហើយអាចប្រឌិតយករូបភាពស្អាតៗទុកបង្ហោះនៅក្នុង social media ទៀតអញ្ចឹងហើយវិឡាគេនេះគេមានអាងទឹកឯកជនដ៏ស្រស់ស្អាតជាទៀតបាទមួយទឹកមកស្រឡាញ់ឯកជនភាពតែគ្នាយើងអញ្ចឹងណាហើយគាត់ក៏មានជាតង់នឹងវិឡាក្រេមួយដូចគ្នាបាទដូចជាវិឡានេះវិញនិយាយថាបន្ទប់ធំទូលាយស្អាតពូខ្នើដឹងថាធានាគេងលក់ស្រួលស្កប់ស្កល់ល្អហ្មងក្នុងទូនៃបន្ទប់នីមួយគេមានអាវពីសមាមានស្បែកជើងអីមកសេតដូចគ្នាណានិយាយទៅវិឡាគេនីមួយហ្នឹងគឺនៅជាប់មាត់ទឹកជ្រោះអញ្ចឹងហើយមានទីធ្លាបរិវេណធំល្អមែនតើនៅនឹងទឹកជ្រោះហ្នឹងហូរល្មមគេមានធ្វើជាតោងយើងអាចមកអង្គុយលេងហើយគេមានជាពងបណ្ដែតទឹកអញ្ចេះទៀតគេចងខ្សែជាប់អញ្ចឹងយើងអាចបណ្ដែតលេងនៅលើហ្នឹងជាជុំគ្នាអញ្ចឹងមានអារម្មណ៍ថាប្លែកម្យ៉ាងដែរបងប្អូនសប្បាយទឹកឡើងថ្លាត្រជាក់ស្រួលហើយនៅហ្នឹងគេមានដូចជាកូនទឹកអូទឹកជ្រោះអញ្ចឹងគាត់មានដាក់លបដាក់អញ្ចឹងមកលើកមកបងប្អូនអើយត្រីច្រើនមែនតើតែគាត់មានដាំទាំងបន្លែដាំឈើហូបផ្លែនឹងទិញពីសហគមន៍ដើម្បីគ្រប់គ្រងកន្លែងគាត់អញ្ចឹងហើយមើលការរៀបចំអាហារពេលល្ងាចគេនេះបងប្អូនអើយនិយាយមែនអត់ចាញ់លំដាប់កាយទេណាទាំងម្ហូបទាំងអីសុទ្ធសឹងតែជារបស់ក្នុងតំបន់មែនតើទៅកន្លែងគាត់នេះមិនថាបើមកសម្រាប់តែការរស់ស៊ីទេបងប្អូនគឺដើម្បីលើកមុខលើកមាត់នៅក្នុងសហគមន៍ជីផាត់ទាំងអស់គ្នាទាំងការហូបចុកទាំងការស្នាក់នៅហើយនឹងមានសេវា Wi-Fi ទៀតផងហើយបើសិនបើបានប៉ះបង្កងអ្នកជីផាត់នេះវិញបងប្អូនអើយដឹងតែឲ្យអួយហ្មងគ្រាន់តែបងប្អូនចង់បានត្រូវតែកំងមុនព្រោះថានៅនេះមិនបង្កងជាតែមានទេបាទថ្ងៃណារកបានថ្ងៃខ្លះក៏អត់ដែរហើយចង់ភើគេនេះក៏ជំនាញទៀតទឹកត្រីកោះកុងគេដាក់មកឡងចាប់ជាតិគ្នាល្អមែនតើហ្មងបងប្អូនដោយមកកន្លែងនេះបានទាំងសប្បាយលំហែអារម្មណ៍ហើយមកហូបឆ្ងាញ់ទៀតផងយប់ឡើងដាក់ជ្រុលអីមានទាំងឈុតសុបឈីជ្រាន់ទៀតកន្លែងគេមានផាសុខភាពទៀតនោះដាក់មកផ្លឹបទៅភ្លឺល្មមនៅរដូវកាលនេះជីផាត់គឺថាកំពុងពេញស្អាតហើយបងប្អូនពេលខ្លះមានចោះអាពេលព្រលឹមអញ្ចឹងណាហើយបើលើកដ្រូនឡើងឃើញសមុទ្រពពកតែម្ដងអញ្ចឹងទៅភ្ញាក់មកនោះគឺថាមានអារម្មណ៍ល្អមែនតើហើយល្អមែនតើមកគេហ្នឹងគេមានថែមទាំងអាហារពេលព្រឹកឆ្ងាញ់ឲ្យទៀតអំបោត្រីងៀតមានបាយត្រីងៀតបាយសាច់ជ្រូកបាយសាច់មាន់ចៀនមានជាផ្លែឈើហើយមានជាភេសជ្ជៈកាហ្វេអីផងដែរហើយញ៉ាំអាហារពេលព្រឹកនៅមាត់ទឹកជ្រោះអញ្ចេះមកហូបក៏ឆ្ងាញ់និយាយទៅជីវិតមានន័យមែនតើហ្មងបងប្អូនអើយអញ្ចឹងស្រាប់ព័ត៌មានលម្អិតការកក់បន្ទប់ឲ្យបងប្អូនអាចតាក់ទងទៅកាន់ KK នេះផ្ទាល់បានពីញ៉ាំអាហារពេលព្រឹកហើយគឺខ្ញុំទៅលេងទឹកជ្រោះ7ជាន់ដោយយើងចូលទៅតាមច្រកលំហអូកេរួចហើយយើងត្រូវបន្តដំណើរដោយថ្មើរជើងបន្តទៀតប្រហែលជាកន្លះម៉ោងអីទៅដល់ហើយបានបទពិសោធន៍ថ្មីទៀតហើយយើងដើរកាត់ព្រៃឫស្សីកន្លែងខ្លះក៏រៀងស្រួលកន្លែងខ្លះត្រូវអោនត្រូវអីអញ្ចឹងណាបងប្អូនប៉ុន្តែបញ្ហាទៅលេងបានដូចគ្នាបាទកន្លែងខ្លះទៅដើរកាត់ផុកលុយភូអីអញ្ចឹងទៅកាត់ទឹកជ្រោះហើយនិយាយថាដើមឈើដោះឡើងស្លែដោះអីអញ្ចឹងស្អាតណាស់និយាយទៅរុក្ខជាតិនៅក្នុងព្រៃឲ្យយើងមានអារម្មណ៍ថាសប្បាយជាមួយនឹងធម្មជាតិទឹកវាឡើងថ្លាឆ្វេងហើយដើរលេងមកដល់ទឹកជ្រោះល្មមប៉ុន្តែមកលេងកន្លែងនេះបងប្អូនគួរតែយកសហគមន៍ទៅជាមួយអ្នកនាំផ្លូវពួកយើងអញ្ចឹងណាឥឡូវនេះបានមកដល់ហើយស្អាតពិតមែនបងប្អូនទឹកឡើងថ្លាខៀវហ្មងឡើងត្រជាក់ហើយមានទឹកធ្លាក់ហូរមកជាដំណាក់ដែលទឹកធ្លាក់នេះលាក់នៅក្នុងព្រៃទៅតែមាន
បងប្អូនស្គាល់មករយៈពេលក្រោយៗនេះទេនិយាយទៅស្រុកខ្មែរយើងគឺថាមានកន្លែងលេងស្អាតជាច្រើនហើយបើបានមកលេងកន្លែងធម្មជាតិអញ្ចេះទៀតយើងអាចវិចបាយជាមួយនឹងស្លឹកចេកអីអញ្ចេះណាបងប្អូនដើម្បីជួយបរិស្ថានណាអូនិយាយមែនមកញ៉ាំបាយមុខទឹកជ្រោះអញ្ចេះផ្សារភ្ជាប់ជាមួយនឹងធម្មជាតិពិតៗអញ្ចឹងហើយសំណូមពរពេលដែលញ៉ាំអីហើយកុំឲ្យមានសម្រាប់បែបនេះពួកខ្ញុំឈៀតរើសទៅវិញបាទតាមផ្លូវទៅវិញប្រមូលបានឡើងមកកភ្លុះគ្រាន់តែវិចយកចេញមកវិញដាក់នៅក្នុងធុងត្រាំឲ្យបានត្រឹមត្រូវគឺថាវាមិនទៅធ្ងន់អីទេអញ្ចឹងសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចែករំលែកផងណាអរគុណជម្រាបលា